លំហាត់D របស់យើងគឺធ្វើដោយតែលំហាត់ C ដែរទេគឺគេឲ្យយើងនឹងពលាតលេខសោមចំពោះពលាតមុននឹងយើងចូលទៅពលាតលេខសោមយើងមកមើលសិនថាតើប្រធាន D របស់យើងនឹងគឺគេឲ្យមកអីគេខ្លះចំពោះប្រធាន D របស់យើងនឹងគឺគេឲ្យមក x បូក2គេថាឲ្យ x ការ៉េដក 5x បូក1អញ្ចឹងមុននឹងយើងចូលទៅដោះស្រាយយើងតាំងវាសិនមកយើងតាំងតួ x ហ្នឹងគឺជាតួទី1និងតួ2លេខ2ហ្នឹងគឺជាតួទី2បន្ទាប់ពីតាំងរួចហើយយើងយកតួទី1ហ្នឹងយកមកគុណពលាតកន្សោមមួយនេះអញ្ចឹងតោះចាប់ផ្ដើមទាំងអស់គ្នាមកអញ្ចឹង x គុណជាមួយនឹង x ការ៉េគឺបាន x ទីបបន្តមកទៀតយើងយកវាមកគុណជាមួយនឹងដក 5x អញ្ចឹង x គុណជាមួយនឹងដក 5x គឺបានដក 5x ការ៉េចំពោះសញ្ញាបូកគុណជាមួយនឹងសញ្ញាដកហ្នឹងគឺបានសញ្ញាដកជាចុងក្រោយយើងយកតួ x របស់យើងហ្នឹងមកគុណជាមួយនឹងដក1អញ្ចឹងបូក x គុណជាមួយនឹងដក1ហ្នឹងគឺបានដក x បន្ទាប់ពីគុណតួទី1អស់ហើយយើងយកតួទី2មកគុណម្ដងអញ្ចឹងបូក2គុណជាមួយនឹងបូក x ការ៉េគឺបានបូក 2x ការ៉េបូក 2x ការ៉េបន្ទាប់ពីគុណជាមួយនឹង x ការ៉េរួចហើយយើងយកតួទី2របស់យើងមកគុណជាមួយនឹង 5x អញ្ចឹងបូក2គុណជាមួយនឹងដក 5x គឺបានដក 10x ជាចុងក្រោយយើងយកតួទី2របស់យើងនឹងយកមកគុណជាមួយនឹងដក1អញ្ចឹង2គុណជាមួយនឹងដក1គឺបានដក2បន្ទាប់ពីពន្លត់កន្សោមរួចហើយយើងបន្ទាប់ពីពន្លត់កន្សោមរួចគឺយើងគណនាវាម្ដងអញ្ចឹង x គីបអត់មានអីដកទេយើងដាក់វាចុះមកបន្ទាប់ពីមើលតួគីបហើយយើងមកមើលតួ x ការ៉េម្ដងអញ្ចឹងយើងមានដក 5x ការ៉េបូកជាមួយនឹង 2x ការ៉េអញ្ចឹងដក 5x បូក 2x ការ៉េគឺបានដក 3x ការ៉េចំពោះសញ្ញាគឺយើងយកតាមលេខធំបន្ទាប់ពីមើលតួ x ការ៉េរួចហើយយើងមកមើលតួ x ម្ដងអញ្ចឹងដក x ដក 10x គឺបានបូក 11x ចំពោះអញ្ញត្តិដែលមានលេខពីមុខហ្នឹងគឺមេគុណរបស់វាហ្នឹងគឺលេខ1បន្ទាប់ពីមើលតួ x រួចហើយយើងមកមើលតួលេខ2ម្ដងចំពោះលេខ2ហ្នឹងគឺអត់មានអីគណនាដែរអញ្ចឹងយើងដាក់វាចុះមកអញ្ចឹងចម្លើយ D របស់យើងគឺតែប៉ុណ្ណឹងហើយចាប់ហើយមុននឹងបញ្ចប់ហ្នឹងយើងកុំភ្លេចដាក់ដូចនេះ D ស្មើ x គីបដក 3x ការ៉េបូក 11x ដក 2